វាគមន៍មកកាន់ដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំ2025ថ្លៃអារម្មណ៍យ៉ាងដែរឲ្យសប្បាយចិត្តសុខស្រាយអំបិលខិតកោះកុងនេះយើងកំពុងជប់សម្រាប់នៅការ៉ាសាំងនិងទិញនំចំណីផ្សេងៗបន្ទាប់ពីបានធ្វើដំណើរប៉ុន្មានម៉ោងនេះយើងបានមកដល់ទីតាំងហើយ ចឹងជាបន្តទៀតសូមទស្សនាសកម្មភាពផ្សេងៗតាមជ័យសាច់ដូចតទៅឥឡូវមុននឹងម៉ោងបាយយើងទៅសួរចំណាប់អារម្មណ៍អ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាតាមខ្ញុំសួស្តីអ្នកគ្រូយើងជិះឡានមកឆ្នេរនេសាទរយៈពេលប៉ុន្មានម៉ោងដែរអ្នកគ្រូ 4 ម៉ោងអូន ចឹងអ្នកគ្រូមានចំណាប់អារម្មណ៍មិនពេលបានមកដល់ឆ្នេរនេសាទ ពេលមកដល់មានអារម្មណ៍ថាប្លែកអារម្មណ៍យ៉ាងដែរឲ្យសប្បាយចិត្តឲ្យសំខាន់ឃើញសិស្សានុសិស្សផ្សេងៗគឺគាត់ហត់តែសប្បាយចិត្តជាង ចាអ្នកគ្រូគិតថាយើងមកដល់នឹងហើយអារម្មណ៍យើងស្រស់ស្រាយអត់ ទៅសម្រាប់អ្នកដែលសេឬក៏អីអាចមកសមុទ្រអាចរំសាយអារម្មណ៍បានហើយសូម្បីតាអ្នកគ្រូមកមានអារម្មណ៍ថាអារម្មណ៍ហត់តែសប្បាយស្រឡះហ្មងណាអូនចា ចឹងតួយើងជិះឡានយូរយ៉ាងណាក៏ដោយក៏អត់ស្រេះដែរមែនចឹង អូន អរគុណច្រើនចាសួស្តីអូនយើងជិះឡានមករៀងយូរដែរអូនឯងមានអារម្មណ៍ថាឃ្លានអីអត់ ឃ្លានដោយសារជិះឡានមកយូរដែរ អូចឹងអត់អីចឹងព្រោះអីលោកគ្រូអ្នកគ្រូគាត់ពងរៀបចំឲ្យអញ្ចឹងណាចាអរគុណ ឥឡូវនេះលោកគ្រូអ្នកគ្រូកំពុងតែបង្កាត់ភ្លើងចម្អិនម្ហូបជូនសិស្សានុសិស្សទាំងអស់ ឥឡូវនេះខ្ញុំកំពុងតែឆ្ពោះទៅកាន់ទឹកជ្រោះអូកគីសូមទៅជាមួយខ្ញុំទាំងអស់គ្នា គឺពិតជាមានទេសភាពស្រស់ស្អាតមែនទែនទឹកជ្រោះធ្លាក់ពីលើភ្នំតែម្ដងចាតែឥឡូវយើងធ្វើដំណើរទៅទាំងអស់គ្នាដើម្បីទៅមើលទឹកជ្រោះលើភ្នំ
មួយកូនមួយខ្ញុំមួយដែរមកcho bạn nhom của miếng bị lớn tới bạn miếng តើមានអារម្មណ៍ថាមិនដែរកូន ខាត់ធ្វើបន្តែសុបាយ អូខេសប្បាយណាតើទៅទៀតចឹងជំរាបសួរសួស្តីទាំងអស់គ្នាថ្ងៃនេះគណៈគ្រប់គ្រងសាលាបណ្ដុះបញ្ញាបានរៀបចំដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំសម្រាប់ថ្នាក់ក្រៅម៉ោងហើយមុននេះយើងបានទៅទស្សនានៅខាងឆ្នេរនេសាទបាទឆ្នេរនេសាទនៅឯស្រុកស្រែអំបិលខេត្តកោះកុងឥឡូវនេះយើងបានដឹកនាំបងប្អូនមកទស្សនានៅទឹកធ្លាក់អូកាគីស្ថិតនៅក្នុងខេត្តកំពង់ស្ពឺហើយនេះគឺជាសកម្មភាពរបស់បងប្អូននេះបែកញើសជប់អស់ហើយបាទសុំមើលតិចដើមឡើងមកដល់មិញដល់ទាំងហើមសឹងដល់គ្នាទៅណាបាទប៉ុន្តែវាជារសជាតិមួយសម្រាប់បងប្អូនទាំងអស់គ្នាបាទស្វែងយល់ពីគេហៅថាតំបន់ទេសចរផ្សេងឬក៏គេហៅថាតាក់ទងជាមួយនឹងធម្មជាតិផ្សេងអញ្ចឹងណាអញ្ចឹងតម្រាំតែបានឃើញទស្សនវិជ្ជាដ៏ស្រស់ស្អាតអញ្ចឹងត្រូវឆ្លងកាត់ភាពលំបាកផ្សេងដូចជាការឡើងភ្នំហើយថ្ងៃនេះដូចជាមានភ្លៀងរលឹមទៀតអញ្ចឹងតាមផ្លូវល្អិលបាទតែយ៉ាងណាក្តីឥឡូវនេះបានមកដល់ហើយអូខេហើយទៀតនេះយើងនឹងបន្តដំណើរទៅដល់លើហ្មងទៅមើលទឹកធ្លាក់ណាតោះចង់ដឹងថាសកម្មភាពបែបម៉េចនោះ Let's go ចាឥឡូវនេះសិស្សនិស្សិតទាំងអស់បានធ្វើដំណើរមកដល់កំពូលភ្នំហើយទេសភាពពិតជាស្អាតខ្លាំងមែនទែនបន្ទាប់ពីបានទស្សនាទេសភាពផ្សេងៗហើយឥឡូវនេះយើងដល់ពេលវេលាចូលទៅក្រៅវិញ បន្ទាប់ពីចេញពីទឹកជ្រោះអូកាគីមកឥឡូវនេះយើងមកដល់ក្រាសាំងដើម្បីឈប់សម្រាក